ស្ដីលោកអ្នកនាងជាទីមេត្រីខ្ញុំហាសានសូមជម្រាបសួរពីរដ្ឋធានី Washington សហរដ្ឋអាមេរិកយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីផ្សាយនៃសារព័ត៌មាន The Cambodia Daily ជាខេមរៈភាសាផ្សាយតាមបណ្ដាញសង្គម Social Media Facebook YouTube Instagram Telegram Apple Podcast Spotify Podcast Twitter X Threads និងតាមគេហទំព័រសម្រាប់ថ្ងៃសុក្រ11កើតខែចេឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី6ខែមិថុនាគ្រិស្តសករាជ2025ជាបឋមសូមជូនមេតិការព័ត៌មានប្រចាំថ្ងៃរាជរដ្ឋាភិបាលខ្មែរសម្រេចចិត្តប្តឹងរាជរដ្ឋាភិបាលថៃរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិអ្នកតាមដានអំពីមេដឹកនាំខ្មែរថាលោកហ៊ុនសែននិងកូនលោកជាមនុស្សមិនគោរពសិទ្ធិស្ត្រីសេចក្តីរាយការណ៍អំពីប្រាក់ខែស្ត្រីភេទក្នុងរោងចក្រដេប៉ាក់ចិនលក់ឲ្យក្រុមហ៊ុនអាមេរិកលោកពូទីនប្រាប់លោកត្រាំថាការវាយសងសឹកវិញពីរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនត្រូវតែធ្ងន់ធ្ងរលំដាប់តទៅនេះខ្ញុំហាសានសូមជូនព័ត៌មានពិស្ដារាជរដ្ឋាភិបាលប្រទេសកម្ពុជាបានបញ្ជូនសេចក្តីថ្លែងការណ៍ប្តឹងរាជរដ្ឋាភិបាលថៃលើបញ្ហាតំបន់មុំ3ហៅថាតំបន់ត្រីកោណមរកតប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ នៅទីក្រុងឡាអេប្រទេសហូឡង់រួចរាល់ហើយកាលពីថ្ងៃទី2ខែមិថុនាកន្លងទៅដើម្បីធានានូវការដោះស្រាយដោយយុត្តិធម៌និងមិនលំអៀងជាមួយប្រទេសថៃរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី4ខែមិថុនានេះថាទោះជាប្រទេសកម្ពុជាបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់ទៅតុលាការអន្តរជាតិក៏ដោយក៏ប្រទេសកម្ពុជានៅតែបដិញ្ញាចិត្តបន្តការសន្ទនានិងច្រកការទូតជាមួយថៃដែរដោយការចូលរួមដោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ទោះជាយ៉ាងណាក៏ដោយប្រទេសកម្ពុជានឹងមិនយកវិវាទព្រំដែនទាំង4ដែលកំពុងប្រឈមមុខដាក់បញ្ចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC ឬកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែននៅថ្ងៃទី14ខែមិថុនាខាងមុខនេះឡើយព្រោះថាតំបន់ទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរណាស់មកហើយដែលអាចបង្កនៅភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានការដោះស្រាយឲ្យចប់សពគ្រប់ទេនោះសេចក្តីថ្លែងការណ៍ដដែលអះអាងថាប្រទេសកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការអន្តរជាតិក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អប៉ុន្តែប្រទេសកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចដែរដើម្បីបន្តដំណើរការសំណុំរឿងនេះទៅតុលាការអន្តរជាតិដោយខ្លួនឯងដែរទោះបីជាមិនមានកិច្ចសហប្រតិបត្តិការជាមួយថៃក៏ដោយប្រពន្ធដដែលបញ្ជាក់ទៀតថាដោយសារការបាត់បង់ជីវិតកងទ័ពខ្មែរម្នាក់ក្នុងការបាញ់ប្រហារពីយោធាថៃដោយគ្មានមូលហេតុទើបប្រទេសកម្ពុជាសម្រេចរកយុត្តិធម៌ទៅតុលាការអន្តរជាតិបែបនេះព្រោះទង្វើខាងភាគីថៃគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យបូរណភាពទឹកដីនិងគោលការណ៍ជាអ្នកជិតខាងល្អដែលមានចែងក្នុងអនុសារណៈយោគយល់គ្នាឆ្នាំ2000រវាងប្រទេសទាំងពីររាជរដ្ឋាភិបាលប្រទេសកម្ពុជាគូបញ្ជាក់ថាប្រទេសកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុងសន្តិភាពនិងមិត្តភាពចាប់តាំងពីប្រទេសកម្ពុជាទទួលឯករាជ្យមកគឺលើកលែងតែក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទោះជាកាលៈទេសៈខ្លះត្រូវប្រឈមនឹងភាពតានតឹងក៏ដោយក៏ប្រទេសកម្ពុជាតែងផ្ដល់អាទិភាពដល់ការដោះស្រាយដោយសន្តិវិធីដែរកាលពីថ្ងៃទី4ខែមិថុនារាជរដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថាភាគីថៃបានត្រៀមខ្លួនរួចរាល់ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីប្រទេសកម្ពុជាតាមរយៈកិច្ចចរចាទ្វេភាគីដែលធ្វើឡើងរវាងគណៈកម្មការចម្រុះព្រំដែន JBC និងគណៈកម្មការព្រំដែនទូទៅ GBC សេចក្តីថ្លែងការណ៍ដដែលអះអាងថាខ្លួនបដិញ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈលលើមូលដ្ឋានច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀង MOU ឆ្នាំ2000ជាដើមទោះជាយ៉ាងនេះក៏ដោយក្នុងសេចក្តីថ្លែងការណ៍នេះភាគីថៃមិនបានបញ្ជាក់អំពីជំហររបស់ខ្លួនក្នុងការលើកយកសំណុំរឿងព្រំដែនជាមួយប្រទេសកម្ពុជាទៅដោះស្រាយនៅតុលាការអន្តរជាតិដោយជំហររាជរដ្ឋាភិបាលខ្មែរនោះឡើយក្រៅពី MOU ឆ្នាំ2000ដែលនិយាយអំពីដំណើរការកំណត់ព្រំដែនគោករវាងរាជាណាចក្រកម្ពុជានិងរាជាណាចក្រថៃសេចក្តីថ្លែងការណ៍ព័ត៌មានរួមគ្នានៅឆ្នាំ2009ព្រមព្រៀងគ្នានៅខេត្តសៀមរាបនាថ្ងៃទី3ខែតុលារវាងឧបនាយករដ្ឋមន្ត្រីខ្មែរហៅណាំហុងឧបនាយករដ្ឋមន្ត្រីលាវថោងលុនស៊ីស៊ូលីតរដ្ឋមន្ត្រីការបរទេសថៃកាសិតភិរមនិយាយអំពីបំណងអភិវឌ្ឍរួមគ្នានៅតំបន់ត្រីកោណមរកតឬមុំ3នោះតែម្ដង
ជុំវិញបញ្ហានេះអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេកសុជាតិប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថាលោកអបអរសាទរនិងគាំទ្រពេញទំហឹងចំពោះចំណាត់ការរាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយអំពីជម្លោះព្រំដែនជាមួយភាគីថៃទៅតុលាការអន្តរជាតិខណៈពលរដ្ឋនិងអ្នកនយោបាយគ្រប់និន្នាការក៏គាំទ្រចំណាត់ការនេះដែរលោកសេកសុជាតិលើកឡើងទៀតថាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានកើតមានច្រំដែលជាច្រើនទសវត្សរ៍មកហើយទោះជាមានអនុសារណៈយោគយល់គ្នាក៏ដោយក៏បញ្ហានេះមិនត្រូវបានបញ្ចប់និងដោះស្រាយដែរដោយសារតែការឈ្លានពាននិងទំនាក់ទំនងការទូតកេងចំណេញពីភាគីថៃមកលើប្រទេសកម្ពុជារហូតនោះលោកសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងមិនបដូរចិត្តក្នុងការដោះស្រាយវិបត្តិវិវាទនេះទៅតុលាការអន្តរជាតិឡើយដើម្បីបញ្ជាក់អំពីភាពជាម្ចាស់ទឹកដីដែលមានព្រំដែនខណ្ឌសីមាច្បាស់លាស់និងដើម្បីកុំឲ្យភាគីថៃយកបញ្ហាទាំងនេះជាឈ្នន់ដើម្បីបង្កជំលោះជាមួយប្រទេសកម្ពុជាមិនចេះចប់មិនចេះហើយទៅថ្ងៃមុខបន្តទៅទៀតនៅឯទីតាំងតាមព្រំដែនវិញសារព័ត៌មានថៃ Thai News ផ្សាយថ្ងៃសុក្រទី6ខែមិថុនានេះថាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃឧត្តមសេនីយ៍ផាណាក្លែវផ្លត់ធុកនិយាយថាកងទ័ពថៃត្រៀមលក្ខណៈធ្វើប្រតិបត្តិការធំបើសិនជាភាគីខ្មែរកាន់តែបញ្ជូនកងកម្លាំងបន្ថែមធ្វើចលនាគម្រាមអធិបតេយ្យថៃតាមព្រំដែននៅតំបន់មានវិវាទទាំងនោះមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលប្រទេសទាំងពីរបានរៀបចំផែនការជម្លៀសប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនរៀងៗខ្លួនឲ្យទៅនៅឆ្ងាយពីតំបន់ដែលអាចវាយប្រហារគ្នាមកទល់ពេលនេះគេមិនទាន់ឮឬឃើញសេចក្តីប្រកាសបិទច្រកព្រំដែនអចិន្ត្រៃយ៍ចំនួន6នៅខេត្តស៊ីសាកេត1ខេត្តសុរិន្ទ1ខេត្តស្រះកែវ1ខេត្តច័ន្ទបុរី2និងខេត្តត្រាត1នៅឡើយទេរីឯច្រកចេញចូលតាមព្រំដែនបណ្ដោះអាសន្នចំនួន10ទៀតពីខេត្តឧបលរាជធានី1កន្លែងស្រះកែវ3កន្លែងច័ន្ទបុរី2កន្លែងត្រាត2កន្លែងនិងបុរីរំ1កន្លែងក៏មិនទាន់មានភាគីខាងណាប្រកាសថាបិទនៅឡើយដែរប្រធានព្រឹទ្ធសភាប្រទេសកម្ពុជានិងជាប្រធានបកប្រជាជនកម្ពុជាលោកហ៊ុនសែនត្រូវបានគេដឹងថាជាមេដឹកនាំដែលមិនអោយតម្លៃស្ត្រីភេទទោះជាគាត់បានបង្ហាញពីការគាំទ្រនិងការលើកកម្ពស់ស្ត្រីក៏ដោយកាលពីថ្ងៃទី4ខែមិថុនាឆ្នាំ2025នេះលោកហ៊ុនសែនបានសរសេរក្នុងប្រអប់បញ្ចេញមតិនៃទំព័រ Facebook របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធដោយតបទៅនឹង status លោកខៀវកញ្ញរិទ្ធដែលបានសរសេររៀបរាប់អំពីភរិយារបស់គាត់ដែលរងចាំប្តីចេញពីប្រជុំសមាជព្រោះខ្លាចប្តីទៅហួសផ្ទះថាលោកខៀវកញ្ញរិទ្ធមិនទៅហួសផ្ទះទេព្រោះយកមិញគាត់ឆ្លៀតចូលទៅដោះគោយរួចហើយមុនទៅដល់ផ្ទះជាទូទៅស្ត្រីនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាតែងតែរងនៅការប្រមាថកាត់ទានមាក់ងាយនិងរងនៅការឈឺចាប់ខ្លួនពីអាជ្ញាធរក្រោមបញ្ជាលោកហ៊ុនសែនជាបន្តបន្ទាប់ដូចជាសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្សសកម្មជនដីធ្លីអ្នកសារព័ត៌មានអ្នកសិល្បៈនិងមេដឹកនាំសហជីពជាដើមឧទាហរណ៍ជាក់ស្ដែងសកម្មជនចលនាមេដាធម្មជាតិកញ្ញាឡុងគុនធាកញ្ញាភួនកែវរស្មីអនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរកញ្ញារៀមស្រីពេជ្ររតនាស្ត្រីជាសកម្មជនដីធ្លីក្រមស្ត្រីថ្ងៃសុខនិងស្ត្រីជាសកម្មជននយោបាយដូចជាអតីតមេឃុំជាប់ឆ្នោតបកប្រឆាំងកញ្ញាកឹមតូឡាអ្នកស្រីហុងអានអ្នកស្រីយិនច័ន្ទធូអ្នកស្រីសឹងគុនធានិងអ្នកស្រីវ៉ាន់ច័ន្ទរចនាជាដើមសុទ្ធតែត្រូវបានគេចាប់ខ្លួនដោយអយុត្តិធម៌សប្តាហ៍នេះចំណែកឯស្ត្រីអ្នកសារព័ត៌មានដែលជាបុគ្គលិកអង្គភាពសារព័ត៌មាន VOD ក៏ត្រូវរងនឹងការប្រមាថគេខ្មាស់ពីអ្នកគាំទ្របកប្រជាជនកម្ពុជាដែរខណៈមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនក៏បង្ហាញនៅការគាំទ្រនៅទង្វើប្រមាថលើស្ត្រីខ្មែររូបនេះយ៉ាងពេញទំហឹងថែមទៀតផងលើសពីនេះលោកហ៊ុនសែនក៏រងនឹងការចោទប្រកាន់ថាជាឃាតករសម្រាប់នាងកៅច័ន្ទសវណ្ណរិទ្ធដែលត្រូវជាក្មួយស្រីរបស់គាត់ក្រៅប្រព័ន្ធច្បាប់ដែរក្រៅពីនេះទៀតការស្លាប់នាដការនីរបាំព្រះរាជទ្រព្យអ្នកស្រីពិសិដ្ឋពីរិកាកាលពីអំឡុងទសវត្សរ៍1990ក្នុងរឿងសាហាយស្មន់ជាមួយរូបលោកហ៊ុនសែនក៏ត្រូវគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំខ្មែររូបនេះដែរជុំវិញបញ្ហានេះក្រុមអ្នកសង្កេតការលើកឡើងថាត្រកូលហ៊ុនមិនមែនត្រឹមតែធ្វើទុកបុកម្នេញស្ត្រីដែលជាអ្នកតស៊ូមតិនិងសកម្មជនសង្គមនានានោះទេសូម្បីតែភរិយាខ្លួនឯងក៏ត្រូវពួកគេជន់ឈ្លីនិងប្រមាថមាក់ងាយដែរដោយការលួចលាក់មានស្រីក្រៅក្បត់ចិត្តប្រពន្ធនិងកូននោះអំពើផិតក្បត់នេះគឺរាប់ចាប់តាំងពីលោកហ៊ុនសែនលោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណីរហូតដល់សាច់ញាតិរបស់ពួកគាត់ជាច្រើនផ្សេងទៀតដូចជាលោកហ៊ុនជានិងលោកហ៊ុនតូជាដើមព្រោះការជន់ឈ្លីតម្លៃស្ត្រីគឺជាអត្តចរិតសមាជិកក្នុងក្រុមគ្រួសារវងត្រកូលមួយនេះទៅហើយតែទៅនឹងបញ្ហានេះក្រុមអ្នកវិភាគលើកឡើងថារឿងអាស្រូវផ្លូវភេទក្នុងគ្រួសារត្រកូលហ៊ុនរាប់ចាប់តាំងពីលោកហ៊ុនសែននិងកូនរហូតដល់សាច់ញាតិរបស់គាត់សុទ្ធតែមានប្រវត្តិលួចលាក់សាហាយស្មន់ក្បត់ចិត្តប្រពន្ធដល់សែនអាម៉ាស់ជាទង្វើជន់ឈ្លីតម្លៃស្ត្រីយ៉ាងធ្ងន់ធ្ងរ
ដែលគេផ្សព្វផ្សាយពាសពេញបណ្ដាញព័ត៌មានសង្គមដូច្នេះមានន័យថាពួកគេក៏មិនមែនជាវងត្រកូលអ្នកដឹកនាំដែលលើកកម្ពស់តម្លៃស្ត្រីដោយដែលខ្លួនបានបង្ហាញឬសម្ដែងចេញឲ្យសាធារណជនឃើញនោះដែរលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងអាចស្វែងរកព័ត៌មានរបស់ The Cambodia Daily ជាភាសាខ្មែរដែលបានផ្សាយនៅលើ Facebook រួចមកហើយបានដោយចូលទៅកាន់គេហទំព័ររបស់យើងតាមអាសយដ្ឋាន www.cambodiadaily.com នៅក្នុងគេហទំព័រនេះលោកអ្នកនាងអាចស្វែងរកព័ត៌មានរបស់ The Cambodia Daily ទាំងភាសាខ្មែរនិងភាសាអង់គ្លេសលោកអ្នកនាងក៏អាចស្វែងរក YouTube របស់យើងតាមអាសយដ្ឋាន www.youtube.com/thecambodiadailytm ប្រសិនបើលោកអ្នកនាងយល់ថាសារព័ត៌មានមួយនេះមានប្រយោជន៍ដល់សង្គមសូមលោកអ្នកនាងជួយទ្រទ្រង់ដល់កម្មវិធីផ្សាយរបស់យើងដោយចូលទៅកាន់អាសយដ្ឋាន www.cambodiadaily.com/donate បាទសូមអរគុណអ្នកកាសែតអាមេរិកាំងដែលតាមដានស្ថានភាពការងារក្នុងរោងចក្រកាត់ដេរចិនដោយស្ត្រីខ្មែរផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនអាមេរិកាំងទទួលទិញផលិតផលពីស្រុកខ្មែររាយការណ៍ថាម្ចាស់ក្រុមហ៊ុន Nike និយាយអះអាងប្រាប់អ្នកកាសែតមិនដូចការពិតជាក់ស្ដែងទេរីឯមន្ត្រីនាយក្រសួងការងារទទួលបន្ទុកមើលការខុសត្រូវកម្មករក៏មិនយកចិត្តទុកដាក់ដែរសារព័ត៌មានឯករាជ្យ ProPublica ផ្សាយកាលពីថ្ងៃប្រហ័សទី5ខែមិថុនាថាកម្មករខ្មែរធ្វើការតាមមុខងាររៀងៗខ្លួនក្នុងរោងចក្រកាត់ដេរប៉ាក់ចិនឈ្មោះ Y&W ដែលមានទីចាត់ការធំនៅទីក្រុងហុងកុងឈ្មោះ Wing Luen ធ្វើការច្រើនម៉ោងរហូតដល់76ម៉ោងក៏មានក្នុងមួយអាទិត្យហើយជួនកាលធ្វើការថែមម៉ោងទៀតបើមានបញ្ជាទិញប្រញាប់កម្មករខ្លះធ្វើការតែ48ម៉ោងមួយអាទិត្យប៉ុន្តែសូមធ្វើថែមម៉ោងខ្លះដើម្បីបង្គ្រប់សេចក្តីត្រូវការចាយវាយមិនគ្រប់គ្រាន់ថៅកែក្រុមហ៊ុន Nike អះអាងថាប្រាក់ខែឈ្នួលកម្មករខ្មែរនៅទីនោះបានទទួលលើសប្រាក់ខែអបបរមារដ្ឋកំណត់គឺ$1ក្នុង1ម៉ោងតាមការស្រាវជ្រាវពីអ្នកកាសែតក្នុងចំណោមកម្មករជាង3700នាក់ក្នុងរោងចក្រមួយមានកម្មករប្រមាណ 1% ប៉ុណ្ណោះដែលបានចំណូល 1.9 លើប្រាក់ខែអបបរមាគឺ$220ជាង 90% បានប្រាក់ខែតែ$204ប៉ុណ្ណោះរីឯជំនួយការផលិតកម្មគ្រប់គ្រងកម្មករបានប្រាក់ខែ$400ក្នុងមួយខែដោយប្រាក់ខែទាបហើយមិនស្មើភាពគ្នានេះកម្មករស្ត្រីខ្លះត្រូវបង្ខំចិត្តធ្វើការងារពីរមុខឬត្រូវចេះប្រើម៉ាស៊ីនដេរប៉ាក់យ៉ាងតិច2គ្រឿងគេសួរថាតើក្រុមហ៊ុនអាមេរិកាំងគិតគូរដល់សុខុមាលភាពកម្មករខ្មែរកម្រិតណាចុះមន្ត្រីខ្មែរដែលរស់នឹងញើសឈាមស្ត្រីកម្មករខ្មែរជួយគិតគូរកម្រិតណាដែរលោកអ្នកនាងជាទីមេត្រីជាបន្តទៅទៀតនេះសូមជូនព័ត៌មានអន្តរជាតិប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សមាភាគីអាមេរិកាំងលោក Donald Trump ថារុស្ស៊ីនឹងសងសឹកលើប្រទេសអ៊ុយក្រែនវិញចំពោះការវាយប្រហារដោយប្រើ drone លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីពេលថ្មីៗនេះដោយបានបំផ្លាញនិងបង្កការខូចខាតដល់យន្តហោះទម្លាក់គ្រាប់បែកហោះហើរឆ្ងាយធុន Tu-22M3 Backfire C ធុន Tu-95MS Bear H ធុន A-50 Mainstay និងTu-160 Blackjack យ៉ាងតិច40គ្រឿងនេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RBC Ukraine នៅថ្ងៃទី5មិថុនានេះតាមប្រភពសារព័ត៌មាន The War Zone TWZ ប្រភេទយន្តហោះចម្បាំងខ្លះមួយគ្រឿងមានតម្លៃពី100ទៅ200ទៅ400លានដុល្លារប្រតិបត្តិការសឹកអ៊ុយក្រែនឈ្មោះសំណាញ់ពីងពីងកាលពីថ្ងៃអាទិត្យទី1ខែមិថុនាបានវាយប្រហារដោយប្រើ drone 117គ្រឿងដែលក្នុងមួយគ្រឿងតម្លៃក្រោម$1000លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន4នៅភាគខាងលិចដោយបានបំផ្លាញនិងបង្កការខូចខាតដល់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី41គ្រឿងហើយទំហំនៃការខូចខាតត្រូវបានគេវាយតម្លៃថាមានទំហំទឹកប្រាក់$7000លានសហរដ្ឋអាមេរិកក្រោយការវាយប្រហារនោះអ៊ុយក្រែនក៏បានវាយប្រហារបំផ្ទុះបង្កការខូចខាតដល់ស្ពានមួយដែលតភ្ជាប់រុស្ស៊ីទៅតំបន់ជ្រោយក្រៃមៀលោកពូទីនបានប្រាប់លោកត្រុំថាយោងលើការវាយប្រហារដោយប្រទេសអ៊ុយក្រែននេះដូចនេះសម្រាប់លោកផ្ទាល់គិតថាមេដឹកនាំអ៊ុយក្រែនមិនចង់បានសន្តិភាពនោះទេភ្លាមក្រោយពីការវាយប្រហារពីអ៊ុយក្រែនលោកពូទីនបានបើកកិច្ចពិភាក្សាជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកក្នុងទីក្រុងម៉ូស្គូលោកបានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថាលោកបានសន្ទនាជាមួយលោកត្រុំបើតាមលោកត្រុំកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកពូទីនមានរយៈពេល1ម៉ោង15នាទីក្នុងកិច្ចសន្ទនានោះមេដឹកនាំទាំងពីរបានជជែកគ្នាអំពីការវាយប្រហារពីអ៊ុយក្រែននិងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីថ្ងៃប្រហ័សទី5ខែមិថុនាលោក Trump ប្រៀបធៀបប្រធានាធិបតី
ពូទីននិងប្រធានាធិបតី Zelensky ទៅនឹងក្មេងជំទង់2នាក់ឆ្លោះគ្នាប្រវាយប្រតបគ្នាក្នុងឧទ្យានសាធារណៈក្នុងការបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គមលោក Trump បានបញ្ជាក់ថារូបលោកនិងលោក Putin បានពិភាក្សាគ្នាអំពីការវាយប្រហារលើមូលដ្ឋានយន្តហោះរុស្ស៊ីនិងការវាយប្រហារជាច្រើនទៀតដែលបានធ្វើឡើងដោយភាគីអ៊ុយក្រែនក្នុងកិច្ចសន្ទនានោះលោក Putin បានប្រាប់លោក Trump ថារុស្ស៊ីនឹងសងសឹកប្រទេសអ៊ុយក្រែនចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីក្នុងកម្រិតសមរម្យបំផុតរុស្ស៊ីនៅថ្ងៃទី5ខែមិថុនាដដែលបានបាញ់ដ្រូនយ៉ាងសន្ធឹកចំនួន103គ្រឿងនិងមីស៊ីលបាឡីស្ទិកមួយគ្រាប់វាយប្រហារទៅលើប្រទេសអ៊ុយក្រែនប៉ុន្តែទំនងមិនមែនជាការវាយសងសឹកនោះទេអភិបាលតំបន់ Kharkiv លោក Oleh Syniehubov បានឲ្យដឹងនៅថ្ងៃប្រហ័សទី5ខែមិថុនាថាយន្តហោះដ្រូនរុស្ស៊ីបានវាយប្រហារតំបន់អគារលំនៅឋាននៅទីក្រុង Kharkiv ដែលជាទីក្រុងធំទី2នៃប្រទេសអ៊ុយក្រែនបង្កឲ្យមានការឆាបឆេះនិងរបួសមនុស្សចំនួន17នាក់អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថាការវាយប្រហារកាលពីម៉ោង1រំលងអធ្រាត្រកាលពីថ្ងៃប្រហ័សទី5ខែមិថុនាបណ្ដាលឲ្យមានការខូចខាតអគារលំនៅឋានចំនួន7ក្នុងនោះអគារ2រងការវាយប្រហារដោយផ្ទាល់ក្នុងប្រតិបត្តិការពីរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមានតំបន់ចំនួន3រងការវាយប្រហារគឺតំបន់ Chernihiv, Kharkiv និងតំបន់ Odessa នៅឯទីក្រុងភ្យុងយ៉ាងវិញលោក Sergei Shoigu មន្ត្រីសន្តិសុខកំពូលរុស្ស៊ីជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីថ្ងៃពុធទី4ខែមិថុនានេះទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថាលោក Shoigu បានទទួលបទបញ្ជាពីប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យទៅកាន់ទីក្រុងភ្យុងយ៉ាងប្រមាណថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសអ៊ុយក្រែនបើកការវាយប្រហារកំទេចបានយ៉ាងជោគជ័យនៅវាលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីក្នុងស្ថានភាពដែលមើលទៅរុស្ស៊ីនឹងវាយប្រហារសងសឹកអ៊ុយក្រែនក្នុងកម្រិតធ្ងន់ធ្ងរចក្រភពអង់គ្លេសបានសន្យាផ្តល់ដ្រូន 10,000 គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនដោយរាប់ពីខែមិថុនាឆ្នាំ2025រហូតត្រឹមដំណាច់ខែមេសាឆ្នាំ2026តាមរដ្ឋាភិបាលអង់គ្លេសថាការផ្តល់ដ្រូន 10,000 គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនគិតជាទឹកប្រាក់ស្មើនឹង$473 លានជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយថវិកាយោធាក្នុងទំហំ$4,500 លានសម្រាប់ជួយប្រទេសអ៊ុយក្រែនជាមួយគ្នានេះទៀតចក្រភពអង់គ្លេសក៏បានបញ្ជូនគ្រាប់កាំភ្លើងធំ 14,000 គ្រាប់ទៅឲ្យរដ្ឋការអ៊ុយក្រែនតាំងពីខែមីនាឆ្នាំ2025មកទន្ទឹមនឹងនេះរដ្ឋាភិបាលអង់គ្លេសក៏បានអនុម័តលើគោលនយោបាយយុទ្ធសាស្ត្រការពារជាតិដោយអំពាវនាវឲ្យបង្កើនការទប់ទល់នឹងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីផងដែរលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងក៏អាចស្វែងរកទំព័រ Facebook របស់យើងតាមអាស័យដ្ឋាន www.facebook.com/withoutfearorfavorkh សូមជម្រាបថានេះជាការបើកទំព័រជីវិតទី2នៃសារព័ត៌មាន The Cambodia Daily លើប្រព័ន្ធអ៊ីនធឺណិតដែលយើងនឹងនាំមកជូនលោកអ្នកនាងនៅព័ត៌មានទាន់ហេតុការណ៍សេចក្តីរាយការណ៍លម្អិតបទវិភាគនិងវេទិកាសួរដេញដោលនានាពាក់ព័ន្ធនឹងស្ថានភាពនយោបាយយោធាសេដ្ឋកិច្ចសិល្បៈវប្បធម៌ការអប់រំកីឡានិងកម្មវិធីជាច្រើនទៀតសារព័ត៌មាន The Cambodia Daily ជាសារព័ត៌មានឯករាជ្យដែលបម្រើនិងដើរតាមបន្ទាត់មាគ៌ាវិជ្ជាជីវៈសារព័ត៌មាននិយាយការពិតឥតភ័យខ្លាចរអានុគ្រោះក្នុងទិសដៅធ្វើវិភាគទានផ្ដល់យុត្តិធម៌សង្គមហើយមិនស្ថិតក្រោមឥទ្ធិពលបុគ្គលក្រុមបកឬពួកណាមួយនោះឡើយលោកអ្នកនាងជាទីមេត្រីយើងខ្ញុំសូមអរគុណលោកអ្នកនាងដែលបានខិតខំចំណាយពេលវេលាតាមដានស្ដាប់និងទស្សនាកម្មវិធីផ្សាយសារព័ត៌មាន Cambodia Daily តាមបណ្ដាញសង្គម Facebook យើងនឹងវិលមកជួបលោកអ្នកនាងទៀតនៅថ្ងៃស្អែកប្រសិនបើលោកអ្នកនាងមានសំណួរឬយោបល់សូមសរសេរទៅកាន់កម្មវិធីផ្សាយរបស់យើងតាមអាស័យដ្ឋាន www.facebook.com/withoutfearorfavorkh សូមជូនពរលោកអ្នកនាងឲ្យបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិវារាត្រីសូមជម្រាបលា